ផ្លេចថាលោកអ្នកអង្គការកកអានគឺជាមហាសិទ្ធិដ៏សម្បូរហូរហៀមានទ្រព្យច្រើនណាស់ក្រាលផ្លូវគេណាព្រោះអីលោកជាមនុស្សដែលយើងមិននឹកស្មានសោះថានៅពេលដែលមានបញ្ហាដុតទូតថៃកាលពីឆ្នាំ2003គឺគួរតែរដ្ឋាភិបាលទទួលខុសត្រូវចំពោះអំពើដុតបំផ្លាញទូតថៃនេះក៏ប៉ុន្តែអ្នកដែលចេញលុយរាប់10 លានដុល្លារដើម្បីជួសជុលការខូចខាតគឺអ្នកអង្គការកកអានបងប្អូនសាកគិតទៅមើលលុយរាប់10 លានដុល្លារពីបុគ្គលឯកជនយកទៅជួយទូទាត់ទូតថៃដើម្បីដោះដូរសំទោសដើម្បីជួសជុលសំណងខូចខាតដែលវាកំទេចទូតថៃតើយើងទៅរកខ្មែរណាដែលមានបេះដូងម្លឹងទ្របមហាសាលហើយយកទៅចេញថ្លៃឲ្យទូតថៃដែលខូចខាតហើយលោកគាត់ជាអ្នកចេញតើបានលុយនឹងមកពីណាសំណួរសួរតែចេះវិញបានលុយនឹងមកពីណាលុយច្រើនសន្ធឹកបែបនេះតើគាត់បានពីណាបានជាស្រឡាញ់ជាតិយ៉ាងនេះអីអញ្ចឹងទៅយើងសប្បាយចិត្តដែរដែលមានមនុស្សស្រឡាញ់ជាតិយ៉ាងនេះប៉ុន្តែសំណួរសួរទៅវិញលុយបានមកពីណាដោយលោកត្រាំអញ្ចឹងឯងបងប្អូនជាមហាសេដ្ឋីមានលុយ1000 លានដុល្លារដែលជាទ្រព្យឯកជនរបស់គាត់រឿងក្រុមហ៊ុនយកលុយ400 លានដុល្លារយកទៅជួសជុលអាគារមួយនៅសេតវិមានណាដែលជាអាគារដូចជាវិមានសម្រាប់សាលប្រជុំសម្រាប់ជាមុខមាត់របស់ជាតិនេះណាគេអត់ឲ្យធ្វើប៉ុណ្ណាលុយ400 លានដុល្លារសោះហ្នឹងហើយមកធ្វើអីប៉ុណ្ណានៃដែលជាអាគារវិមាននៅសេតវិមានសម្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់យកទៅប្រើប្រាស់គ្រប់ប្រធានាធិបតីតែរដ្ឋាភិបាលចៅក្រមគេថាអត់មានត្រូវការលុយលោកត្រាំឯណាមកធ្វើវិមានធ្វើអីស្រេចក្បាលចិត្តទេគឺត្រូវឆ្លងកាត់រដ្ឋសភាហើយឲ្យរដ្ឋគេចេញលុយគេចេញអីហើយបានយកកប៉ៅបុគ្គលគេអរគុណហើយសមានចិត្តដល់ល្អប៉ុន្តែមិនមែនធ្វើអីតាមអំពើចិត្តទេព្រោះលុយច្រើនយ៉ាងនេះច្បាស់ជាមានស្អីមួយនាំឲ្យបញ្ហាមានអំពើពុករលួយឬក៏ទំនាស់ផលប្រយោជន៍អីផ្សេងព្រោះអីនៅក្នុងច្បាប់សូម្បីតែយើងជូនកាដូគេនៅក្នុងក្របខ័ណ្ឌជារដ្ឋការអីបើនៅអាមេរិកវិញតាម$20ឡើងតាម$25គឺចាត់ទុកជាអំពើពុករលួយហើយយើងអាចទៅចែកកាដូអីមិត្តភ័ក្តិអីឬសហការីយើងនៅកន្លែងធ្វើការអីលើសពី$20ទេនោះគឺជាអំពើពុករលួយអត់អាចយកជំនួនឬស្អីអញ្ចឹងបានណាហើយគេប្រយ័ត្នប្រយែងណាព្រោះអានេះជាសិលធម៌នៅក្នុងការងារប៉ុន្តែយើងវិញរាប់10 លានដុល្លារធម្មតាចាត់ទុកថាជាវីរៈបរោះជួយជាតិជួយអីចឹងល្អហើយក៏ប៉ុន្តែសំណួរសួរថាបានលុយមកពីណាអញ្ចឹងទៅដល់ពេលជួយលុយរដ្ឋាភិបាលច្រើនអញ្ចឹងតើក្រុមហ៊ុនគាត់ធ្វើអីប្រទេសផ្ដាស់ឧទាហរណ៍អ្នកណាទៅហ៊ានប៉ះគាត់បើគេពុបឡើងគេថាគេជួយលុយជាតិយើងច្រើនណាយើងទៅប៉ះពាល់គេហើយសួរថាគាត់ប្រព្រឹត្តខុសមែនយើងមិនដឹងហើយប៉ុន្តែហេតុអីបានជាគាត់ជួយលុយអីគាត់សម្បើមមកគាត់ត្រូវឆ្នោតមែនអញ្ចឹងតែអាហ្នឹងឯងតែបង្កើតឲ្យមានមន្ទិលបងប្អូនហើយចិត្តល្អហើយក៏ប៉ុន្តែនៅក្នុងប្រព័ន្ធច្បាប់វាតតែមានតម្លាភាពវាតតែមានអីអញ្ចឹងហើយមិនទៅលោកអ្នកអង្គការកកអាននេះគាត់មានទ្រព្យសម្បត្តិមានក្រុមហ៊ុនមានអានគោមានអាគុតគង់ទឹកមានអាធនាគារពាណិជ្ជមានកាស៊ីណូក្រោនមានអូយមកកណោក៏ដឹកទៀតហើយក្រុមហ៊ុនទាំងអស់នោះចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកទាំងអស់នៅពេលនេះដែលគេដាក់នៅក្នុងបញ្ជីខ្មៅហេតុអីបានជាគេដាក់លោកកកអាននៅក្នុងបញ្ជីខ្មៅដោយសារតែគេរកឃើញថាបនលបែងកាស៊ីណូធនាគារពាណិជ្ជនិងអាក្រុមហ៊ុនផលិតទឹកឬក៏ផ្គត់ផ្គង់ទឹកស្អាតអីទាំងអស់ហ្នឹងវាជាប់ពាក់ព័ន្ធគ្នាដោយសឡកពឹសក្នុងអង្គការចាត់តាំងនៃការឆបោកអនឡាញដូច្នេះគេគិតថាអាមេរិកចោទប្រកាន់លោកកកអានជាមេបនលបែងគេដាច់លបែងមួយនៅប្រទេសកម្ពុជាថាស្ដេចឆបោកមិនស្ដេចលបែងទេព្រោះដោយសារមានអាគារជួលឲ្យគេឬក៏គ្រប់គ្រងអាគារឬអីអាគារបនលបែងកាស៊ីណូនឹងធនាគារអីនឹងឡាក់ក៏ប៉ុន្តែថ្ងៃនេះគឺយើងកម្រឮអ្នកអង្គការកកអាននិយាយអីណាព្រោះមន្ត្រីរដ្ឋាភិបាលភាគច្រើនអ្នកដែលរងការចោទប្រកាន់អីសុកចិត្តនៅស្ងៀមជាជាងសដីទៅពៀជ័យខ្ចីជាជាងទនេមាត់អានោះក៏ល្អដែរបើនិយាយច្រើនខុសច្រើនតែថ្ងៃនេះគឺសារព័ត៌មានវិទ្យុបារាំងនិយាយទៅវិទ្យុបារាំងជាភាសាខ្មែរ AFE បានសម្ភាសដកស្រង់សម្ដីអ្នកអង្គការកកអានដោយផ្ទាល់តែម្ដងដែលAFE ថាជាការសម្ភាសផ្ដាច់មុខខ្ញុំស្រង់មតិខ្លះដោយក្នុងនោះខ្ញុំស្ដាប់ទៅឮលោកកកអាននិយាយអន់ចិត្តនឹងអាមេរិកដែលដាក់ទណ្ឌកម្មលោកក្រុមហ៊ុនកាស៊ីណូធនាគារឬក៏ក្រុមហ៊ុន
គ្រប់គ្រងទឹកអីចឹងលោកថាការដាក់ទណ្ឌកម្មនេះគឺជារឿងដែលមិនយុត្តិធម៌ហើយជាអំពើធ្វើប្រទេសប្រាស់តាមតែអំពើចិត្តរបស់អាមេរិកគាត់ថាអាមេរិកធ្វើតែអញ្ចឹងតែមិនចូលចិត្តមិនពេញចិត្តណាធ្វើតាមអំពើចិត្តនេះគឺជាការការពារខ្លួនរបស់លោកកុកអានដោយលោកលើកឡើងថាលោកជាមនុស្សស្អាតស្អំទេបើលោកមិនមែនជាមនុស្សស្អាតស្អំមិនមែនប្រជាប្រដ្ឋបោះឆ្នោតឲ្យលោកធ្វើជាសមាជិកព្រឹទ្ធសភាដល់ទៅ4អាណត្តិទេលោកថាបើលោកខុសអីហ្នឹងគឺច្បាស់ណាស់ប្រជាប្រដ្ឋបោះឆ្នោតទម្លាក់បាត់ទៅហើយអានេះគឺជាការលើកឡើងរបស់លោកមិនតែប៉ុណ្ណោះលោកថាក្រុមហ៊ុនដែលអាមេរិកដាក់ទណ្ឌកម្មមានច្រើនបានន័យថាអាមេរិកដាក់ទណ្ឌកម្មលោកកុកអានផងនិងក្រុមហ៊ុននិងបុគ្គលមួយចំនួនទៀតសរុបទៅ28ក្រុមហ៊ុនលោកថារាប់ទៅក្រុមហ៊ុនដែលពាក់ព័ន្ធនឹងគាត់មានតែ5 6អីទេវាមិនមែនដល់20 30ទេ5 6ឬ1អីក៏ដោយវាសំខាន់គឺស្ថិតនៅក្នុងបញ្ជីខ្មៅរបស់គេលោកនិយាយថាសប្តាហ៍នេះគឺអ្វីៗប្រព្រឹត្តទៅដោយប្រក្រតីទេបើទោះបីមានទណ្ឌកម្មរបស់អាមេរិករដ្ឋាភិបាលកម្ពុជាអត់បានគិតថាគាត់ខុសច្បាប់អីព្រោះគាត់ក៏អត់មានខុសអីគាត់និយាយថាគាត់ជាមនុស្សស្អាតស្អំមិនដែលប្រព្រឹត្តអំពើផ្ដេសផ្ដាសហើយក្រុមហ៊ុនហ្នឹងនៅបើកជាប្រក្រតីធនាគារពាណិជ្ជក៏បើកប្រក្រតីកាស៊ីណូក៏នៅបើកប្រក្រតីក្រុមហ៊ុនផ្គត់ផ្គង់ទឹកអានកូហ្នឹងក៏នៅតែបើកប្រក្រតីបាទឥឡូវយើងសួរទៅវិញថានៅពេលដែលលោកកុកអានឆ្លើយដូចនេះតើបានប្រយោជន៍អីដល់លោកកុកអានដែរឬទេហើយវាជួយស្ដារមុខមាត់កម្ពុជាបានប៉ុណ្ណានៅពេលដែលសម័យខ្លួនដែលរងការចោទប្រកាន់ឡើងមកបកស្រាយជាសាធារណៈអំពីទង្វើល្អអំពីសេចក្តីត្រឹមត្រូវអំពីអំពើសុចរិតរបស់គាត់លក្ខនឹងឡាខ្ញុំអាណិតលោកកុកអានណានិយាយទៅព្រោះអីយើងត្រូវចាំនៅពេលដែលមានការចោទប្រកាន់អីមួយគឺធម្មតាសម័យខ្លួនត្រូវតែឡើងមកការពារខ្លួនឯងវាមិនដែលអ្នកណាឡើងមកដាក់បន្ទុកខ្លួនឯងទេមិនអញ្ចឹងគឺគាត់ដូចថាយកឱកាសហ្នឹងដើម្បីឲ្យគាត់បានប្រាប់ពិភពលោកអំពីអ្វីដែលជាការពិតដែលមានតែខ្លួនគាត់ទេដែលអាចនិយាយបានមិនអញ្ចឹងហ៎អញ្ចឹងអាការចោទប្រកាន់ហ្នឹងគឺគាត់ច្រានចោលទាំងអស់តែថាគាត់ធ្វើអំពើផ្សេងទាំងកាស៊ីណូទាំងអីផ្សេងដែលគេរកឃើញហ្នឹងសុទ្ធតែសុចរិតហើយគាត់ទៅគិតជួយការពារដល់អ្នកអង្គការលីយ៉ុងផាត់ទៀតអ្នកអង្គការលីយ៉ុងផាត់ក៏ត្រូវគេផ្ដន់ទាទោសឬក៏ថ្កោលទោសអញ្ចឹងដែរមិនទាន់ផ្ដន់ទាទោសទេរដ្ឋាភិបាលអាមេរិកហ្នឹងក៏គាត់ទៅការពារថាអាមេរិកធ្វើប្រេះផ្ដាស់តែអញ្ចឹងរៀលដាលដល់អ្នកអង្គការលីយ៉ុងផាត់អញ្ចឹងគាត់ក៏នៅតែគិតថាអ្នកញ៉ាលីយ៉ុងផាត់ក៏ជាមនុស្សសុចរិតខ្ញុំជឿថាការការពារខ្លួនគឺជាសិទ្ធិស្របច្បាប់របស់អ្នកអង្គការកុកអានដែលជាសមាជិកព្រឹទ្ធសភាផងគឺនៅក្នុងការដែលតបទៅនឹងអ្វីដែលជាការចោទប្រកាន់ក៏ប៉ុន្តែតើនៅក្នុងដំណើរការរកយុត្តិធម៌ឲ្យជនរងគ្រោះណាមួយយើងស្ដាប់ខាងភាគីចោទប្រកាន់គេចោទតាមប្រព័ន្ធតុលាការរដ្ឋាភិបាលគឺជំហរគេគឺរដ្ឋាភិបាលអាមេរិកមិនមែនតូចតាចទេហើយទៅបុគ្គលឯកជនរបស់លោកកុកអាននេះឡើងមកឆ្លើយដោះសារឬក៏បកស្រាយអីអញ្ចឹងថាគាត់ស្អាតស្អំតើប៉ុណ្ណឹងរួចខ្លួនមែនតើបងប្អូនប្រជាពលរដ្ឋជឿលើលោកកុកអានថាគាត់និយាយមកហ្នឹងគាត់ស្មោះត្រង់អស់ពីពោះពងគាត់មែនតាមពិតគាត់អាចនិយាយស្មោះត្រង់ពីពោះគាត់ប៉ុន្តែតើបងប្អូនជឿគាត់ទេទម្ងន់នៃសក្ខីកម្មរបស់គាត់នឹងអាចជឿទេខ្មែរយើងខ្ញុំម្ដងទៀតខ្ញុំអត់ចាត់ទុកថាលោកកុកអានជាជនឧក្រិដ្ឋឬក៏មានពិរុទ្ធអីទេគាត់នៅតែជាអ្នកដែលមិនទាន់មានដូចថាបទពិរុទ្ធឬអីទាំងអស់ដរាបណាតុលាការមិនទាន់រកឃើញថាគាត់មានពិរុទ្ធគាត់នៅតែជាមនុស្សស្អាតស្អំនៅក្នុងន័យការពារដោយច្បាប់ក៏ប៉ុន្តែពាក្យខ្មែរយើងណាតែងតែមានសុភាសិតឬក៏ពាក្យទំនៀមដែលគេនិយាយតគ្នាថាចោលវាមិនដែលនិយាយថាចោលទេព្រោះធម្មតាយករួចខ្លួនអញ្ចឹងតែខ្ញុំចោលប្រហែលលោកកុកអាទេគាត់ចង់និយាយថាលោកខំប្រឹងបកស្រាយបែបនេះអ្វីដែលខ្ញុំអាសូរគឺបុគ្គលខ្លួនឯងមិនអាចឡើងមកសម្អាតខ្លួនឯងបានដោយការគ្រាន់តែបកស្រាយទេវាទាមទារឲ្យមានការស៊ើបអង្កេតពីស្ថាប័នរបស់រដ្ឋាភិបាលព្រោះរឿងលោកកុកអានមិនមែនជារឿងបុគ្គលឯកជនលោកកុកអានទៀតទេរឿងលោកកុកអានរឿងលោកលីយ៉ុងផាត់រឿងលោកហ៊ុនតូរឿងលោកស្អីក៏ដោយដែលពាក់ព័ន្ធនៅក្នុងដូច Gen Z អីចឹង
គឺជារឿងរបស់ជាតិខ្មែរទាំងមូលព្រោះអស់លោកទាំងអស់នេះរកទទួលទាននៅប្រទេសកម្ពុជាទាំងសុចរិតទាំងទុច្ចរិតយើងអត់ដឹងក៏ប៉ុន្តែដោយសារមានការចោទប្រកាន់ចឹងមានមន្ទិលមានវិមតិសង្ស័យវាប៉ះពាល់ដល់កិត្តិយសជាតិរបស់ខ្មែរទាំងមូលដូច្នេះលែងជារឿងដោះស្រាយតែបុគ្គលលោកកុកអានឡើងមកដោះឥឡូវទៅសម្ភាសលោកលីយ៉ុងផាត់នឹងនិយាយថាអាមេរិកចេះតែចោទតែប្រដាស់ទៅសម្ភាសលោកហ៊ុនតូនឹងនិយាយដូចគ្នាទៅសម្ភាសលោកចិនស៊ីនឹងនិយាយដូចគ្នាអញ្ចឹងបានន័យថាអានឹងឬជាយុត្តិធម៌សម្រាប់ពួកគាត់ឬក៏សម្រាប់អ្នកចោទប្រកាន់វាអត់មានទេវាត្រូវការប្រព័ន្ធស៊ើបអង្កេតមួយដើម្បីទី1ស្ដារមុខមាត់ប្រទេសកម្ពុជាផងទី2រកយុត្តិធម៌ឲ្យលោកកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូឬក៏អ្នកណាទាំងអស់ដែលពាក់ព័ន្ធនឹងផងព្រោះបើយើងមិនដោះស្រាយបែបហ្នឹងមានប្រព័ន្ធតុលាការឯករាជ្យស៊ើបអង្កេតអីទុកឲ្យជនដែលជាជនសង្ស័យឆ្លើយដូច្នេះវាអត់បានប្រយោជន៍ទេវាគ្រាន់តែបានជាការដោះសារតែប៉ុណ្ណឹងខ្ញុំអាសូរខ្ញុំនិយាយទៅខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតទាំងលោកសុកកុកអានទាំងលោកលីយ៉ុងផាត់ទាំងលោកហ៊ុនតូនិងអ្នកណាទាំងអស់ហ្នឹងហើយធ្វើការស៊ើបអង្កេតជាស៊ីជម្រៅមួយដើម្បីលុបឬក៏ដូចថាលាងឈ្មោះគេអាសោចរបស់កម្ពុជាលើឆាកអន្តរជាតិកុំឲ្យគេហៅយើងថា Scambodia ដោយ Wall Street Journal គេសរសេរទោះក្នុងវងកញ្ចក់ក្នុងអភន្តរអីក៏ដោយហ្នឹងកុំឲ្យយើងជាប់ឈ្មោះព្រោះអីកុំទៅរករឿងគេហៅឈ្មោះយើងជាប្រទេសឆោបបោកអីនោះកុំហៅកុំរករឿងគេអីតែយើងត្រូវរករឿងជួយឲ្យតុលាការកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតដើម្បីស្ដារមុខមាត់កិត្តិយសជាតិយើងឡើងវិញទី1ស្ដារឲ្យមន្ត្រីដែលជាប់ឈ្មោះអាក្រក់ទាំងអស់ហ្នឹងរួចខ្លួនដែរខ្ញុំមិនមែនចង់និយាយថាកាន់ជើងខាងអុកញ៉ាហ្នឹងទាំងអស់មិនមែនបានចង់ឲ្យពួកគាត់រួចខ្លួនមិនមែនទេការស៊ើបអង្កេតគឺជាការរកយុត្តិធម៌ទាំងអស់ទាំងដោះស្រាយបញ្ហាមន្ទិលអីអញ្ចឹងទៅពួកគាត់បានយុត្តិធម៌ជាតិក៏បានយុត្តិធម៌យើងលែងคล้ายទៅជា Scambodia ដូចជាគេចោទប្រកាន់ទៀតហើយបាទឥឡូវនេះគឺខ្ញុំក៏នៅតាមដានតទៅទៀតបងប្អូនគាត់ថាជាប្រសាសន៍របស់លោកកុកអាននៅក្នុងការដោះស្រាយដោះសារឬក៏យ៉ាងម៉េចនោះឥឡូវព័ត៌មានបន្ទាប់តទៅនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃជួបគ្នាផ្ទាល់សន្យារៀងខ្លួនថាបន្តឈប់បាញ់ស្របពេលដែលបន្តសំទោសគោរពបទឈប់បាញ់ស្របពេលដែលភាគីទាំងពីរចោទគ្នាថាបំពានវាថ្ងៃនេះគឺយើងឃើញណែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការបរទេសថៃខាងកម្ពុជាគឺមានលោកប្រាក់សុខុនខាងថៃមានលោកសៀស័កភូមិកេតកែវបានជួបគ្នាដោយសារតែគាត់ជួននឹងពិធីជំនួបកំពូលកម្រិតរដ្ឋមន្ត្រីការបរទេសរបស់អាស៊ាននិងសហគមន៍អឺរ៉ុបគេជួបគ្នានៅប្រទេសប្រ៊ុយណេអញ្ចឹងទៅនៅក្នុងពេលដែលជួបគ្នាហ្នឹងក៏ភាគីទាំងពីរដោយសារតែទៅក្នុងតំណាងជារដ្ឋមន្ត្រីនៃប្រទេសអាស៊ានផងក៏ឆ្លៀតឱកាសជួបគ្នាដាច់ដោយឡែកហើយក៏ជជែកគ្នាពីរឿងពង្រឹងឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ខាងភាគីថៃកាសែតថៃក៏ចុះមកថាទាមទារឲ្យកម្ពុជាពង្រឹងបទឈប់បាញ់ហ្នឹងគោរពឲ្យបានខ្ជាប់ខ្ជួនខាងកម្ពុជាក៏ថាដូច្នេះដែរតើអ្នកណាបំពេញបទឈប់បាញ់ឲ្យប្រកាសបើតាមមើលអ្នកដែលបំពេញបទឈប់បាញ់នេះមើលទៅដូចជាខាងភាគីថៃច្រើនជាងមិនមែនខ្មែរយើងទេព្រោះខ្មែរយើងអត់មានទៅហ៊ានបំពេញអីគេកើតទៀតទេព្រោះដោយសារតែយើងសុកចិត្តធ្វើសម្បទានទៅហើយសុកចិត្តសញ្ញេឲ្យដីដែលគេនៅណានៅហ្នឹងគឺបានន័យថាយើងសុកចិត្តយកសុកបាត់ទៅហើយដោយមិនចង់តតាំងគេឲ្យទៅនាំអនុព័ន្ធយោធានាំអ្នកសង្កេតការទៅថតរូបបានរាប់រយរាប់ពាន់ស្លឹកទៅហើយវាគ្មានដំណោះស្រាយអីក៏ដោយប៉ុន្តែនៅតែធ្វើដូច្នេះអញ្ចឹងកម្ពុជាខ្ញុំគ្មានមន្ទិលទេថាមិនមែនជាអ្នកបំពេញបទឈប់បាញ់នេះទេគឺសក្តិប្រកាសរួមតែអ្នកដែលអាចបំពេញហើយនឹងឃើញគឺភាគីថៃក៏ប៉ុន្តែសួរថាតើថៃបំពេញកន្លែងណានេះគឺជារឿងមួយដែលស្មុគស្មាញបំផុតថៃបំពេញតាំងពីដើមទីប៉ុន្តែសួរថាថៃបំពេញបទឈប់បាញ់ដែរឬទេយើងអត់ដឹងព្រោះឬយើងដឹងតែម្យ៉ាងគឺថៃដាក់កុងតឺន័រដាក់បន្លាលួសដាក់អីកម្ពុជាចោទប្រកាន់ថៃថាបំពេញបទឈប់បាញ់ប៉ុន្តែថៃគេថាគេអត់បានបំពេញបទឈប់បាញ់ផងគេធ្វើតែកន្លែងណាដែលកម្ពុជានិងថៃសញ្ញេប្រាប់គេថានៅកន្លែងណាហ្នឹងអញ្ចឹងគេធ្វើក្នុងដែនអធិបតេយ្យតំបន់ដែលគេត្រួតត្រាដោយស្របច្បាប់ដែលអត់មានមកវាទីអីថែមរុលអីថែមតែកម្ពុជានៅតែរំលេចប្រាប់ប្រជាប្រដ្ឋខ្មែរនិងពិភពលោកថាថៃរុលថែមរហូតផ្ទុយនឹងបទឈប់បាញ់ក៏ប៉ុន្តែសំណួរសួរទៅកម្ពុជាវិញថាចោះបើមានបទឈប់បាញ់ទៅហើយបើថៃបំពេញ
ហេតុអីក៏យើងមិនប្តឹងទៅតុលាការអន្តរជាតិទៅព្រោះអីបើយើងបើថៃគេបំពេញបានន័យថាថៃគេលុបអាប័ណ្ណឈប់បាញ់នឹងចោលបាត់ទៅហើយនឹងអាប័ណ្ណឈប់បាញ់នឹងអត់មានប្រសិទ្ធភាពទេអញ្ចឹងហេតុអីបានជាយើងមិនប្តឹងតែកម្ពុជាបានតវ៉ាដែរគឺតវ៉ាបដិសេធអីអញ្ចឹងទៅដូច្នេះថៃនៅតែចោទប្រកាន់កម្ពុជាថាបំពេញប័ណ្ណឈប់បាញ់ទៅវិញក្នុងន័យថាកម្ពុជាអត់ដែលប្តឹងថៃទេព្រោះកម្ពុជាតវ៉ានៅអ្វីដែលថៃគិតថាព្រមព្រៀងឲ្យគេហើយអញ្ចឹងថៃគេបកស្រាយទៅវិញថាការតវ៉ារបស់កម្ពុជាអត់មានប្រសិទ្ធភាពទេព្រោះអីយើងតវ៉ានៅលើដីនៅកិច្ចព្រមព្រៀងដែលព្រមព្រៀងឲ្យគេធ្វើអីទៅហើយយើងទៅតវ៉ារឿងប្រាសាទតាកបីមិនឲ្យគេជួសជុលមិនឲ្យគេសែនព្រេនមិនឲ្យគេកែលម្អមិនឲ្យគេយកធ្វើផ្លូវធ្វើអីរាវមីនឬអីថៃគេថាហេតុអីគេធ្វើមិនបានបើយើងឲ្យគេគ្រប់គ្រងកន្លែងណាប្រាសាទតាមាន់ធំគេយកមនុស្សសែនព្រេនយកទៅលេងហេតុអីគេធ្វើមិនបានថាយើងបំពេញគេជីកត្រង់សេគេធ្វើដាក់ប៉ុស្តិ៍យាមគេដាក់តុងជិកគេដាក់កុងតឺន័រគេដាក់បឡាលួសហេតុអីគេធ្វើមិនបានព្រោះយើងព្រមឲ្យគេនៅណាគេធ្វើក្នុងដែនអធិបតេយ្យរបស់គេមានរុលមកហួសហើយណាអានេះហើយដែលថៃកំពុងប្រាប់ពិភពលោកថាថៃអត់បានបំពេញទេគេថាកម្ពុជាបំពេញទៅវិញដោយទៅរករឿងគេណាព្រោះអីបានខ្ញុំនិយាយចឹងព្រោះកម្ពុជាខ្លួនឯងអត់ព្រមសរសេរអ្វីដែលថៃបំពេញហ្នឹងដាក់យាមការមកប្រមាណគីឡូម៉ែត្រចេញប្រមាណពីប្លង់ដើមពីគម្រោងព្រមព្រៀងគ្នាដែរតែប្រជាពលរដ្ឋខ្មែរក៏អត់បានដឹងថាកន្លែងហ្នឹងច្បាស់ទម្រាំសហគមន៍អន្តរជាតិដែលគេមានរឿងជុំវិញពិភពលោកកើតឡើងមួយថ្ងៃ1000រឿងរួចទៅមករឿងខ្មែររឿងព្រំដែនមួយគេយកប្រមាណកន្លែងក៏យើងអត់ទាន់ដឹងផងហ្នឹងតែចឹងតើអ្នកណាដែលគេដឹងគេនៅតែស្ដាប់ភាគីថៃថាយើងនឹងទៅរករឿងគេដូច្នេះរឿងនេះខ្ញុំនៅតែទាមទារឲ្យកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិនិងយុត្តិធម៌អន្តរជាតិទៅព្រោះអីថៃបំពេញបើយើងគិតថាថៃអត់គោរពហើយថៃថាយើងអត់គោរពអញ្ចឹងពីរអ្នកដដើមគ្នាដេកដាលទៀតទៅរកស្អីកើតឥឡូវទៅដោះស្រាយអីកើតឥឡូវយើងនាំអនុព័ន្ធយោធាទៅជាលើកទី2នាំអនុព័ន្ធយោធាបរទេសចុះទៅជាលើកទី2ទៀតហើយតើបានប្រយោជន៍អីគេបងប្អូនយើងបានតែទៅថតទូកុងតឺន័រគេនឹងមិនចឹងទូកុងតឺន័រថតទៅមើលប្លង់មើលអីហ្នឹងទៅហើយកុងតឺន័រនៅតែកុងតឺន័រថៃគេថាគេមានបានបំពេញឈ្លានពានកម្ពុជាឲ្យលើសពីអ្វីដែលព្រមព្រៀងគ្នាហើយទៅអនុព័ន្ធយោធាហ្នឹងទៅធ្វើបានអីតើឯណារបាយការណ៍របស់អនុព័ន្ធយោធាតើឯណារបាយការណ៍របស់ក្រុមសង្កេតការអាស៊ានតើមានបានសរសេរប្រាប់ទៅថៃនៅអនុព័ន្ធយោធាឬក៏សង្កេតការអាស៊ានហ្នឹងមានបានសរសេរសារហ្នឹងទៅខាងភាគីថៃអនុព័ន្ធយោធាថៃឬក៏អនុព័ន្ធយោធាអាស៊ានខាងភាគីថៃប្រាប់ថាឲ្យថៃរើលបងបលាលួសឬក៏រើកុងតឺន័រនៅអត់មានទាំងអស់ព្រោះអីក្រុមអនុព័ន្ធយោធាបរទេសឬក៏ក្រុមសង្កេតការគ្រាន់តែជាគ្រឿងសង្ហារិមទេបានន័យថាគ្រាន់តែយកទៅលម្អបង្គ្រប់កិច្ចដើម្បីឲ្យនិយាយថាតាមមើលឃ្លាំមើលបាត់ឈប់បាញ់អ្នកណាបំពេញហើយអ្នកណាបំពេញឲ្យប្រកាសព្រោះបើសិនជាបំពេញតលតែអ្នកដែលទៅឆ្លប់យកដែលទៅចុះអង្កេតការហ្នឹងសរសេររបាយការណ៍ឯណាមិនឃើញរបាយការណ៍របស់ពួកគាត់តែម្ដងក៏អត់មានដែរឬសូតែរដ្ឋាភិបាលថាគេឈ្លានពានគេបំពេញនេះគេបំពេញនោះប៉ុន្តែអនុព័ន្ធយោធាបរទេសឬក្រុមសង្កេតការទៅអត់ដែលបានរបាយការណ៍អីមើលបងប្អូនសាកប្រាប់ខ្ញុំមើលថាបងប្អូនបានទទួលរបាយការណ៍ពីក្រុមសង្កេតការអាស៊ានហ្នឹងប៉ុន្មានដងហើយចុះទៅរាប់ផ្លេចហើយបានតែរូបថតទេស្រីគេក្លាហានគេបានរូបបងស្រីដូចនោះឡងបានត្រឹមតែរូបថតយកមកថតមកតើរបាយការណ៍នៅឯណាតើសរុបមកសំយោគមកថាតើការស៊ើបអង្កេតរបស់គាត់មករយៈកន្លងមកអ្នកណាបំពេញឲ្យប្រកាសអត់មានឬតែរដ្ឋាភិបាលថាបំពេញប៉ុន្តែយកពួកគាត់ទៅបង្ហាញឲ្យតែបង្គ្រប់កិច្ចអានេះដែលខ្ញុំគិតថាវាដូចជាអត់សូវបានផលអីសោះតែយ៉ាងណារដ្ឋាភិបាលកម្ពុជាក៏គ្មានជំរឿសអីដែរព្រោះថៃខូចឥឡូវខូចរហូតដល់ទៅជូនដំណឹងទៅប្រទេសកម្ពុជាជាផ្លូវការថាថៃគ្រោងនឹងលុប MOU 2001 តាក់ទងនឹងការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នាជាផ្លូវការហើយនេះគឺជាគ្រោះមួយដ៏ធំបំផុតសម្រាប់កម្ពុជាទៀតហើយបងប្អូនព្រោះអាដែនសមុទ្រត្រួតស៊ីគ្នាហ្នឹងគឺតាក់ទងនឹងកោះគុតនិងដីជាប់នឹងកោះគុតរឿងកោះគុតគឺថៃគេយក 100% មិនបាច់ឆ្ងល់ទេឥឡូវនេះយើងបាត់ការដែនអធិបតេយ្យនៅក្នុងការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នាចំនួន 26000 គីឡូម៉ែត្រក្រឡាទៀតនៅក្នុងដែនសមុទ្រដែលមានប្រេងដែលមានអីសពបែបយ៉ាងហ្នឹងព្រោះថៃគេប្រាប់ថា MOU 2001ដែលនិយាយពីការគ្រប់គ្រងដែនសមុទ្រហ្នឹងវាអត់ប្រយោជន៍ព្រោះវានៅជាប់គាំងធ្វើ20ឆ្នាំជាងហ្នឹងណាថៃគេថា
ដូចជាអត់បានជួបប្រជុំគ្នាដោះស្រាយគេថាអាហ្នឹងគឺជាឆ្អឹងតតឹងកធ្វើឲ្យថៃអត់អាចអភិវឌ្ឍរកប្រេងរកអីនៅដែនសមុទ្រហ្នឹងឲ្យបានស្រួលព្រោះខ្ទាស់នឹងអាការព្រមព្រៀងគ្នាហ្នឹងឥឡូវទុកអាហ្នឹងឲ្យច្បាប់អន្តរជាតិអនុវត្តអូថៃខ្លាំងណាឃើញថៃខ្លាំងឯងបងប្អូនពេលដែលមានបន្ទិលរឿងដែនឈូងសមុទ្រដោយសារតែថៃអាចនឹងមានព្រៀបលើខ្មែរលុប MOU ចោលសុកចិត្តឲ្យទៅច្បាប់អន្តរជាតិជាអ្នកដកស្រាយមានអនុសញ្ញាសន្ធិសញ្ញានិយាយពីដែនសមុទ្រ UNCLOS អីណានោះវិញបើថៃបបួលយើងទៅអន្តរជាតិអញ្ចឹងល្អហើយថៃខូចអីឃើញនៅពេលដែលព្រំដែនគោកអា MOU 2000សម្រាប់គ្រប់គ្រងព្រំដែនគោកហ្នឹងដំបងថាលុបចុះលុបឡាឥឡូវអត់ទាន់ទេទុកព្រោះអីគ្រប់គ្រងដែនដីខ្មែរបានរាប់សិតកន្លែងហើយណាមួយមានសេចក្តីថ្លែងការណ៍រួមនៃបទជប់បាញ់ដែលជាប្លង់រឿងផងថៃដូចជាកុំអានលុបអីអាហ្នឹងព្រោះអីថៃគេស៊ីដាច់ផុយអញ្ចឹងទៅលុបអាដែនសមុទ្រវិញដែលកំពុងមានមន្ទិលហើយឲ្យកម្ពុជាដោះស្រាយមួយថៃរឿងច្បាប់អន្តរជាតិទៅវិញឡថាបងប្អូនបើថៃបបួលបែបហ្នឹងហើយយើងកុំនិយាយអារឿងដែនសមុទ្រហ្នឹងទុកមួយឡែកសិនព្រោះអាហ្នឹងអត់ទាន់មានបញ្ហាធំដុំអីថាចង់និយាយថាវាមានពីមុនមកប៉ុន្តែកុំទៅរើអាហ្នឹងអីទុកវាម្ដងមកនិយាយរឿងដែនដីយើងនេះមិនប្តឹងថៃទៅតុលាការអន្តរជាតិទៅព្រោះថៃកំពុងបបួលអញ្ចឹងហើយព្រោះថៃខ្លាចតុលាការអន្តរជាតិដែរតែខូចប្រហែលជាបានកលាស៊ីអីមួយចិត្តថាជួនកាលវាជាកលាអូសកលាដែរបងប្អូនឲ្យយើងវល់អារឿងដីធ្លីនេះមិនទាន់ដោះស្រាយបានលើគោកទៅរកក្នុងទឹកយើងនិយាយទៅយើងអស់កម្លាំងនឹងតតាំងជាមួយថៃធ្វើឲ្យយើងអស់កម្លាំងហ្មងគឺយើងបងចាំមើលតិចទៀតធនធានហ្នឹងទៅអារឿងផ្លូវទឹកហ្នឹងអានេះគេយកអស់លីងហើយយើងអត់ព្រមប្តឹងទៅតុលាការអន្តរជាតិនៅតែវិលទៅវិលមកហ្នឹងអស់ឆ្លោះខ្មែរគ្នាឯងហ្នឹងបិចផ្សែងទៀតបាទឥឡូវនេះយើងរឿងច្រើនណាស់បងប្អូនម្ដងទៀតគឺអារឿងចាក់ស្រេះហ្នឹងមិនដាច់កម្ពុជាសម្រាប់ឲ្យលោកផុនយុទ្ធជាប់ពន្ធនាគារតុលាការថ្ងៃនេះគឺតាមការរាយការណ៍ពីអង្គការលីកាដូក្នុងមូលដ្ឋានថាថ្ងៃទី28នេះគឺសាលាដំបងខេត្តតាកែវប្រកាសសាលក្រមសម្រាប់ផ្ដន្ទាទោសលោកផុនយុទ្ធដែលជាជនពិការនិងជាសកម្មជននយោបាយដ៏លេចធ្លោឲ្យជាប់ពន្ធនាគារចំនួន18ខែក្រោមបទញុះញង់មិនរៀងចាលលើកទី3ហើយដែលលោកជាប់គុកហើយគ្រាន់តែបញ្ចេញមតិតាមបណ្ដាញសង្គមលោកត្រូវអាជ្ញាធរឃុំខ្លួនតាំងពីខែកក្កដាដល់ខែធ្នូឆ្នាំ2009នឹងម្ដងពាក់ព័ន្ធនឹងរិះគន់រដ្ឋាភិបាលនិងមន្ត្រីឲ្យចុះចេញពីតំណែងអញ្ចឹងឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងទៅធ្វើបាបធ្វើទុកបុកម្នេញគាត់ហើយចុងក្រោយហ្នឹងគឺអញ្ចឹងឃើញទេសវនាការហ្នឹងបានតែប្រគ្រប់កិច្ចហ្នឹងបើរឿងដោះលែងអត់មានទេមានគោលការណ៍ដូចខ្មែរក្រហមអញ្ចឹងសូវចាប់ច្រឡំកុំឲ្យតលែងខុសអញ្ចឹងហើយបានខ្ញុំថាខ្ញុំកោសក់បើសិនជាគេដោះលែងលោកកម្មសខាខ្ញុំឲ្យតែដោះលែងថ្ងៃស្អែកខាងស្អែកនេះគឺតកតនឹងរឿងហើយស្អែកនេះគឺនិយាយរឿងស្រុនស្រនសភាអីហ្នឹងដូចតែគ្នាអញ្ចឹងនឹងជាប់គុកអញ្ចឹងទៀតទៅហើយលោកកម្មសខាថ្ងៃ30ហ្នឹងក៏មិនខុសគ្នាដែរព្រោះអីវាធ្វើឲ្យតែគ្រប់កិច្ចទៅព្រោះការសម្រេចបែបនយោបាយហ្នឹងគឺតែគេឲ្យជាប់ហើយតែរឿងដោះលែងហ្នឹងគឺមិនងាយបាទឥឡូវព័ត៌មាន2 3ចុងក្រោយខ្ញុំពេលវេលាខូចមែនតើតកតងនឹងការប៉ុនប៉ងធ្វើឃាតលោកត្រាំគឺជនដែលប៉ុនប៉ងធ្វើឃាតលោកត្រាំថាធ្វើដើម្បីការពារប្រជាពលរដ្ឋអាមេរិកនិយាយទៅលោកCole Allen នេះដែលអាយុ31ឆ្នាំរៀនចប់មានសញ្ញាបត្រពីមហាវិទ្យាល័យអីមានកិច្ចការងារធ្វើល្អជាគ្រូបង្រៀនជាអ្នកជំនាញខាងកុំព្យូទ័រ IT អីហ្នឹងផងហើយយើងទើបតែដឹងថាមានចម្លើយគាត់មួយជាសេចក្តីថ្លែងការណ៍គាត់សរសេរទៅក្រុមគ្រួសារគាត់តែ10នាទីមុននឹងគាត់បើកយុទ្ធនាការដើម្បីសម្លាប់ប្រធានាធិបតីអាមេរិកលោក Donald Trump ហ្នឹងគាត់សរសេរថាគាត់សុំទោសបងប្អូនទាំងអស់គ្នាដែលគាត់ត្រូវធ្វើដូច្នេះព្រោះជាឱកាសដើម្បីឲ្យគាត់ដោះស្រាយដើម្បីចាត់ការលោក Trump ដែលមានគោលនយោបាយច្រើនដែលប៉ះពាល់ខូចជាតិអាមេរិកអីអញ្ចឹងទៅគឺអាគោលនយោបាយដូចថាកាចពេករបស់លោកត្រាំហ្នឹងគាត់ថាធ្វើឲ្យគ្រោះថ្នាក់ដល់អាមេរិកចឹងហើយបានជាគាត់ដោះស្រាយរឿងហ្នឹងគឺមានតែសម្លេះលោកត្រាំចោលអញ្ចឹងតាមពិតការគិតរបស់គាត់នេះគឺវាជ្រុលដែរគាត់ថា
វាចឹងវាពិបាកដែរអំពើហិង្សាវាកើតឡើងដោយសារគោលនយោបាយអីមួយតែជាយើងមិនពេញចិត្តខ្ញុំពិតមិនគ្រប់គ្រងអាការធ្វើអំពើហិង្សាប៉ុន្តែនេះគឺជាការលើកឡើងរបស់គាត់ថាគាត់ធ្វើនេះគឺដោយសារតែគាត់មិនពេញចិត្តគោលនយោបាយលោកត្រាំច្រើនយ៉ាងហើយយើងដឹងហើយទាំងអន្តោប្រវេសន៍ទាំងគោលការណ៍ដកលុយពីនេះពីនោះកាត់ថវិកានេះកាត់ថវិកានោះអីចឹងទៅតែយ៉ាងណាតកតងនឹងរឿងអាមេរិកនេះដែរចៅក្រមជាតិអាមេរិកសម្រេចឲ្យរដ្ឋបាលលោកត្រាំចាញ់ក្តីរឿងផ្អាកពាក្យសុំ Green Card បងប្អូនអាមេរិកផ្អាកវីសាឬក៏ការសុំ Green Card ហ្នឹងពី39ប្រទេសឬក៏មិនឲ្យមកឬក៏ប្រទេសខ្លះអត់ឲ្យមកសោះប្រទេសខ្លះឲ្យមកទាំងសម្ភារតាំងរ៉ាហើយអ្នកខ្លះដាក់ពាក្យហើយហ្នឹងគឺអត់បានយកមកមើលទេដោយសារតែគោលនយោបាយថ្មីរបស់រដ្ឋបាលលោកត្រាំហ្នឹងគឺផ្អាប់សំណុំរឿងគេចោលគេបង់លុយឲ្យអស់អ្នកខ្លះមកនៅអាមេរិក5-6ឆ្នាំហើយកំពុងដាក់ពាក្យសុំបានស្នាក់នៅអចិន្ត្រៃយ៍ឬក៏យើងហៅតែ Green Card ហ្នឹងក៏មិនយកសំណុំរឿងគេមកពិនិត្យទុកឲ្យហួសពេលហួសអីអញ្ចឹងតែយកលុយគេហើយដល់អញ្ចឹងទៅបានតុលាការអាមេរិកហើយអាលុយដែលយកពីសំណុំរឿងគេឲ្យអត់ព្រមបើកដើម្បីយកមកសម្ភាសយកអីហ្នឹងឬក៏ពិនិត្យហ្នឹងជាទឹកប្រាក់ដែលគេបង់អស់ដល់ទៅប្រហែលជា$1000 លានតែប្រជាពលរដ្ឋច្រើនដែលគេបង់ហើយតែអត់យកមកពិនិត្យមើលដោយសារតែចេញគោលការណ៍ថ្មីផ្អាប់សំណុំរឿងនឹងចោលឥឡូវតុលាការសម្រេចឲ្យរដ្ឋបាលលោកត្រាំចាញ់ក្តីហើយគឺតម្រូវឲ្យខាងអន្តោប្រវេសន៍ត្រូវតែយកសំណុំរឿងគេយកមកពិនិត្យឡើងវិញគេដាក់ពាក្យឲ្យសុំយកមកពិនិត្យធ្វើអញ្ចឹងគឺខុសច្បាប់យើងមិនអាចទៅផ្អាប់សំណុំរឿងគេចោលហាមឃាត់គេហើយមិនយកមកពិនិត្យគេបង់លុយបង់អីហើយអញ្ចឹងណាបើយើងកុំឲ្យគេបង់ពីដើមទីមកមិនអីទេតែដល់ពេលគេបង់ហើយអត់យកមកពិនិត្យផ្អាប់សំណុំរឿងគេចោលតុលាការថានេះជាអំពើខុសច្បាប់ទៅតម្រូវឲ្យក្រសួងអន្តោប្រវេសន៍របស់អាមេរិកនេះត្រូវតែចាត់ការមើលសំណុំរឿងហ្នឹងឡើងវិញព្រោះអីមានគេប្តឹង80នាក់ឥឡូវកូនក្តីហ្នឹងឈ្នះក្តីរឿងហ្នឹងប៉ុន្តែបងប្អូនបើសិនជាតុលាការសម្រេចអញ្ចឹងក៏ដោយថាឲ្យលោកត្រាំចាញ់ក្តីរឿងផ្អាប់សំណុំរឿងអន្តោប្រវេសន៍ចោលក៏ដោយមិនមែនបានន័យថាអន្តោប្រវេសន៍នេះនឹងសម្រេចឲ្យអ្នកទាំងនោះបានមាន Green Card បានស្នាក់នៅអចិន្ត្រៃយ៍ទេគ្រាន់តែថាអាចរដ្ឋបាលអន្តោប្រវេសន៍លោកត្រាំហ្នឹងចាប់ផ្ដើមពិនិត្យសំណុំរឿងពាក្យសុំគេជាជាងផ្អាប់ចោលពាក្យសុំច្រើនណាស់រាប់លានផ្អាប់ចោលទាំងអស់មួយរយៈពេលនេះដល់ឥឡូវគឺអាចនឹងសាររើមកពិនិត្យឡើងវិញប៉ុន្តែសួរថាតើគេឲ្យ Green Card ឬឲ្យអីទៅអត់សង្ឃឹមទេតុលាការអត់បានបង្គាប់ឲ្យត្រូវតែចេញ Green Card ឲ្យគ្រាន់តែថាការផ្អាប់សំណុំរឿងហ្នឹងវាខុសច្បាប់តែប៉ុណ្្នឹងឯងដូច្នេះអាចនឹងឃើញគេហៅគេកោះអីចឹងពិនិត្យមើលគេជូនដំណឹងអីមែនមិនស្ងាត់ឈឹងចឹងប៉ុន្តែសួរថាបានទេប្រហែលជាដូចសុំភ្លើងយ៉ាក់អញ្ចឹងទៀតហើយព្រោះអីលោកត្រាំគាត់រឹតបន្តឹងមិនឲ្យមកទេបាទហើយចុងក្រោយគឺតកតងនឹងព័ត៌មាន2ដែលខ្ញុំមុននឹងបិទបញ្ចប់គឺរឿងណែខាងអង្គការ Save Cambodia គាត់បានដាក់សំណើមួយជូនទៅមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកស្ដីពីការអនុវត្តពលកម្មដោយបង្ខំនៅកម្ពុជាសវនាការសាធារណៈគឺថ្ងៃ28ដល់29ខែមេសាឆ្នាំ2026បងប្អូនគាត់មានសេចក្តីថ្លែងការណ៍គាត់លម្អិតនៅក្នុង Facebook របស់គាត់គឺ Save Cambodia បងប្អូនចូលទៅមើលទៅព្រោះអង្គការនេះគាត់ដុតដៃដុតជើងណាស់ជួយគិតពីសិទ្ធិកម្មករសិទ្ធិពលករសិទ្ធិសហជីពអីហ្នឹងហើយគាត់ដោយសារតែមានឋានៈជាខាងទីប្រឹក្សារបស់កម្រិតអង្គការសហប្រជាជាតិផងដូច្នេះទឹកមាត់គាត់ប្រែដែរឥឡូវគាត់ដាក់សំណើនេះទៅឲ្យបងប្អូនចង់ដឹងសំណើគាត់លម្អិតពីរឿងពលកម្មដោយបង្ខំនៅកម្ពុជាយ៉ាងណាសូមចូលទៅមើល Facebook គាត់ហើយឱកាសថ្ងៃយប់ស្អែកខ្ញុំនឹងបកស្រាយព័ត៌មាននេះលម្អិតបន្ថែមព្រោះខ្ញុំទើបទទួលព័ត៌មានពីគាត់មុនការផ្សាយនេះប្រហែលកន្លះម៉ោងតែប៉ុណ្្នឹងទេបាទហើយចុងក្រោយបងប្អូនដែលចង់ទៅចូលរួមពិធីវិសាខបូជាប្រចាំឆ្នាំដែលរៀបចំធ្វើនៅសាលាក្រុងឡុងប៊ិចសូមអញ្ជើញថ្ងៃទី2គឺថ្ងៃសៅរ៍នេះពេលរសៀលចាប់ពីម៉ោង5រសៀលទៅបងប្អូនស្លៀកពាក់សម្លៀកបំពាក់សទៅដើម្បីជាការលើកស្ទួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរនិងអ្នកដែលជឿជំនឿខាងព្រះពុទ្ធសាសនាហ្នឹងគឺសូមចូលរួមឲ្យបានច្រើនកកនៅបរិវេណសាលាក្រុងឡុងប៊ិចតែម្ដងគឺថ្ងៃ2ខែឧសភានេះគឺថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយបងប្អូនជឿចូលរួមឲ្យបានច្រើនកកដើម្បីប្រពៃទិវានៃថ្ងៃប្រសូតរបស់ព្រះសម្មាសម្ពុទ្ធឬក៏ព្រះពុទ្ធដែលជា
អ្នកដែលមានជំនឿនៅនេះផងបាទឥឡូវខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះយើងជួបគ្នានៅរាត្រីថ្ងៃស្អែកទៀតហើយតាមពិតនៅព្រឹកស្អែកនៅកម្ពុជាខ្ញុំនឹងទៅសម្ភាសប្រសង់នឹងអ្នកដែលរៀបចំបុណ្យវិសាខបូជានៅឯមុខសាលាក្រុងឡុងប៊ិចនេះដើម្បីជ្រាបព័ត៌មានបន្ថែមបងប្អូនអាចតាមដានការផ្សាយផ្ទាល់នេះនៅម៉ោងប្រហែលជា7ព្រឹកបាទ7ព្រឹកនៅស្រុកខ្មែរព្រឹកនេះបាទសូមអរគុណច្រើនសូមជម្រាបលាបងប្អូន